ពុំឲ្យបងប្អូនជាទីគោរពនិងជាទីមេត្រីសម្រាប់អលោកអ្នកដែលកើតនៅមេសារិស័យប្រចាំខែឧសភាឆ្នាំ2025នេះជោគជតារិស័យសម្រាប់អលោកអ្នកតើមានលក្ខណៈយ៉ាងដូចម្តេចសម្រាប់អលោកអ្នកដែលកើតនៅមេសារិស័យគឺសំដៅទៅលើអលោកអ្នកដែលកើតនៅចន្លោះចាប់ពីថ្ងៃទី14មេសាដល់ថ្ងៃទី13ឧសភាចឹងសម្រាប់អលោកអ្នកដែលកើតនៅចន្លោះខែហ្នឹងមានន័យថារាសីរបស់លោកអ្នកស្ថិតនៅក្នុងមេសារាសីឥឡូវនេះយើងចូលមកមើលអំពីជោគវាសនាសម្រាប់អលោកអ្នកដែលកើតនៅមេសារាសីប្រចាំខែឧសភានេះតើមានលក្ខណៈយ៉ាងដូចម្តេចឥឡូវនេះយើងមកមើលអំពីការគោចររបស់ផ្កាយនីមួយៗប្រចាំខែឧសភាចឹងសម្រាប់អលោកអ្នកដែលកើតនៅមេសារាសីទាក់ទងទៅនឹងការងាររបស់អលោកអ្នកចូលដល់ខែឧសភានេះគឺមានន័យថាចាប់ផ្ដើមមានភាពប្រសើរឡើងវិញជាពិសេសអលោកអ្នកអាចទទួលបាននូវការជ្រោមជ្រែងឋានៈកិត្តិយសពីចៅហ្វាយនេះជាដើមមិនថាអលោកអ្នកប្រកបកិច្ចការងារអ្វីនោះទេអលោកអ្នកចាប់ផ្ដើមមានប្រាក់ចំណូលជាពិសេសសម្រាប់អលោកអ្នកទំនាក់ទំនងពាណិជ្ជកម្មផ្សេងៗឬក៏តាក់ទងទៅនឹងចៅហ្វាយនេះឬក៏គូគ្រងរបស់អលោកអ្នកសុទ្ធតែជាអ្នកមានឋានៈចូលដល់ខែឧសភានេះសម្រាប់អលោកអ្នកដែលកើតនៅមេសារាសីមានន័យថារាសីរបស់លោកអ្នកមានលក្ខណៈល្អប្រសើរជាពិសេសចូលដល់ខែឧសភាហ្នឹងតាក់ទងទៅនឹងសេចក្តីស្រឡាញ់ឬការទំនាក់ទំនងផ្សេងៗមានភាពប្រសើរឡើងវិញហើយនៅក្នុងខែឧសភានេះទាក់ទងទៅនឹងសុខភាពសម្រាប់អលោកអ្នកវិញមានលក្ខណៈល្អប្រសើរជួយអលោកអ្នកបង្កើនការយកចិត្តទុកដាក់និងថែរក្សាសុខភាពឲ្យបានល្អប្រសើរផងដែរសម្រាប់ការទំនីជោគជតារិស័យខ្ញុំបាទសូមបញ្ចប់តែត្រឹមនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា